គោរពនិងជម្រាបសួរយើងខ្ញុំជាគរុនិស្សិតអក្សរសាស្ត្រខ្មែរក្រុមទី4សូមមកធ្វើការបកស្រាយនៅប្រធានបទតាក់ទងទៅនឹងនាយកល្អគ្រូឆ្នើមនាំឲ្យសាលាមានឧត្តមានុវត្តនាយកសាលាគឺជាបុគ្គលដ៏សំខាន់ក្នុងការដឹកនាំនិងគ្រប់គ្រងសាលារៀនមួយឲ្យមានការរីកចម្រើននិងមានការអភិវឌ្ឍដែលធ្វើឲ្យវិស័យអប់រំកាន់តែរីកលូតលាស់គ្រូបង្រៀនគឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំហើយចាត់ទុកជាសសរស្តម្ភក្នុងការកសាងធនធានមនុស្សទៀតសោតសាលារៀនមួយកាន់តែមានឧត្តមភាពកាលណាសាលារៀននោះមាននាយកល្អនិងគ្រូឆ្នើមទៅយោងទៅលើបទពិសោធន៍នៃការអនុវត្តទៅលើការងារកន្លងមកដូចជាការដឹកនាំការគ្រប់គ្រងការបង្រៀនការអនុវត្តការងារផ្សេងៗទើបធ្វើឲ្យប្រធានបទមួយបានលើកឡើងថានាយកល្អគ្រូឆ្នើមនាំឲ្យសាលាមានឧត្តមានុវត្តមុននឹងលើកយកនៅអំណាចមកគ្រប់គ្រងក្រុមយើងខ្ញុំសូមធ្វើការបញ្យល់ពាក្យចំនួន3នៅក្នុងប្រធានបទជាមុនសិននាយកល្អបើយោងតាមសភៅក្របខ័ណ្ឌកន្លងអាជីពគ្រូបង្រៀនទំព័រទី5របស់ក្រសួងអប់រំយុវជននិងកីឡាឆ្នាំ2021បានឲ្យនិយមន័យថានាយកល្អគឺជាអ្នកគ្រប់គ្រងនិងដឹកនាំសាលារៀនរបស់ខ្លួនដែលធ្វើឲ្យលទ្ធផលសិក្សារបស់សិស្សប្រសើរឡើងកម្រិតបង្គួររីឯគ្រូឆ្នើមបើយោងតាមសភៅដដែលបានលើកឡើងថាគឺជាគ្រូដែលបង្កើតនូវគោលវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិតនិងនវានុវត្តន៍ដែលធ្វើឲ្យលទ្ធផលសិក្សារបស់សិស្សនៅក្នុងថ្នាក់របស់ខ្លួនមានលទ្ធផលល្អណាស់ចំណែកឯឧត្តមានុវត្តន៍បើយោងតាមវចនានុក្រមខ្មែរសង្កបៈបានឲ្យនិយមន័យថាគឺជាបទពិសោធន៍ជោគជ័យដែលបានមកពីការអនុវត្តការងារដោយផ្ទាល់ហើយត្រូវបានគេចងក្រងទុកសម្រាប់យកជាគំរូនិងប្រើប្រាស់នៅតាមកន្លែងរបស់ខ្លួនដូច្នេះប្រធានបទខាងលើមានន័យថានាយកល្អគ្រូឆ្នើមនាំមកនៅបទពិសោធន៍ជោគជ័យទៅលើការអនុវត្តការងារការដឹកនាំគ្រប់គ្រងសាលារៀនហើយត្រូវបានគេចងក្រងទុកជាឯកសារសម្រាប់ប្រើប្រាស់សម្រាប់យកជាគំរូនៅក្នុងអង្គភាពរបស់ខ្លួនដើម្បីគ្រប់គ្រងនៅប្រធានបទនេះយើងខ្ញុំមានអំណះអំណាងចំនួន2មកធ្វើការគ្រប់គ្រងអំណះអំណាងទី1សួរចនាករវាយតម្លៃនាយកល្អនិងគ្រូឆ្នើមអំណះអំណាងទី2នាយកល្អគ្រូឆ្នើមនាំឲ្យសាលារៀនមានការអភិវឌ្ឍក្រោយពីបានសិក្សាស្វែងយល់ពីសេចក្តីផ្ដើមនិងនិយមន័យរួចមកនាងខ្ញុំសូមធ្វើការបកស្រាយនៅអំណះអំណាងទី1ជាមុនសិនក្នុងនាមយើងជាអ្នកអប់រំក៏ដូចជាអ្នកស្នេហាវិស័យអប់រំគ្រប់រូបពួកយើងតែងតែទន្ទឹងរង់ចាំមើលជានិច្ចថាតើពានរង្វាន់នាយកសាលាល្អនៅក្នុងឆ្នាំនេះនឹងបានទៅលើនាយកនៃសាលាណាហើយតើលោកបានបំពេញនៅសកម្មភាពយ៉ាងណាខ្លះទើបលោកទទួលបាននៅពានរង្វាន់ទាំងអស់នេះបានជាបន្តទៅទៀតនេះនាងខ្ញុំសូមធ្វើការបកស្រាយនៅកិច្ចការទាំង11ចំណុចដែលនាយកសាលាល្អបានធ្វើចំណុចទី1អភិវឌ្ឍគុណវុឌ្ឍិរបស់ខ្លួនដើម្បីយកចំណេះដឹងមកអនុវត្តជួយជុំជ្រែងសាលាមានន័យថានាយកសាលាល្អគឺតែងតែបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឥតឈប់ឈរពលគឺរៀនហើយរៀនទៀតរៀនពេញមួយជីវិតដើម្បីយកចំណេះដឹងរបស់ខ្លួនដែលទទួលបានយកមកអភិវឌ្ឍសាលារៀនរបស់ខ្លួនចំណុចទី2ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យានិងទូរគមនាគមន៍មកដឹកនាំគ្រប់គ្រងសាលាការបង្រៀននិងរៀននាយកល្អខិតខំកែប្រែសាលារៀនរបស់ខ្លួនទៅរកភាពសម្បូរបែបទំនើបទាន់សម័យបង្កលក្ខណៈងាយស្រួលដល់ការផ្ទេរចំណេះដឹងនិងបង្កើនគុណភាពសិក្សាអភិវឌ្ឍបំណិនជូនដល់បុគ្គលិកអប់រំនិងសិស្សានុសិស្សគ្រប់រូបទី3ប្រើប្រាស់សមត្ថភាពជំនាញមកដឹកនាំគ្រប់គ្រងសម្របសម្រួលច្នៃប្រឌិតក្នុងសាលានាយកល្អប្រើប្រាស់សមត្ថភាពជំនាញភាពច្នៃប្រឌិតប្រកបដោយភាពអត់ធ្មត់តស៊ូព្យាយាមស្មោះត្រង់លះបង់ក្នុងការដឹកនាំសាលារៀនរបស់ខ្លួនចំណុចទី4រៀបចំផែនការសាលាឲ្យបានច្បាស់លាស់ផ្សារភ្ជាប់ទៅនឹងសហគមន៍មានន័យថានាយកល្អធ្វើឲ្យសាលារបស់ខ្លួនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគមន៍ស្វែងរកជំនួយពីសប្បុរសជននិយាយរួមសាលានិងសហគមន៍នឹងក្លាយជាដៃគូគាំទ្រគ្នាទៅវិញទៅមកយ៉ាងពេញទំហឹងក្រោមការដឹកនាំរបស់នាយកល្អជាក់ស្ដែងនៅវិទ្យាល័យពេជ្រចិន្តាមានហបជំនួយនៅទីផ្សារសម្រាប់ទ្រទ្រង់សាលារៀនចំណុចទី5ដឹកនាំការបង្រៀននិងរៀនដោយមានក្រុមបច្ចេកទេសជួយគ្រូបង្រៀនបំពាក់សម្ភារៈបរិក្ខារសាលារៀនគ្រប់គ្រាន់មានវប្បធម៌ចែករំលែក
นงนุกផងដែរសាលាបឋមសិក្សាវត្តបូមានបន្ទប់រៀនបែប Digital បន្ទប់សិល្បៈប្រធានក្រុមបច្ចេកទេសជួយគ្រូជាប្រចាំចំណុចទី6អភិវឌ្ឍខ្លួនឯងជាប្រចាំដោយកសាងវប្បធម៌សហការស្វ័យវាតម្លៃខ្លួនឯងជាប្រចាំដើម្បីបន្តអភិវឌ្ឍអង្គភាពរបស់ខ្លួនចំណុចទី7ការគ្រប់គ្រងសាលារៀនការចេះតែបន្ទប់ការងារបែងចែកភារកិច្ចការងាររៀបចំសេវាគ្រូបានល្អបរិស្ថានសាលារៀននិងធានាសុវត្ថិភាពរបស់សិស្សចំណុចទី8ធានាគណនេយ្យភាពគ្រប់គ្រងរដ្ឋបាលបុគ្គលិកទ្រព្យសម្បត្តិរបស់រដ្ឋបិទផ្សាយរាល់លទ្ធផលសិក្សារបស់សិស្សដោយមានតម្លាភាពចំណុចទី9ពង្រឹងទំនាក់ទំនងជាមួយសហគមន៍និងអាជ្ញាធរដែនដីដោយផ្សារភ្ជាប់បំណិនមូលដ្ឋានទៅនឹងសហគមន៍ដើម្បីបង្កើតស្នាដៃឲ្យសហគមន៍ចូលរួមគាំទ្រចំណុចទី10ខិតខំពង្រឹងលទ្ធផលសិក្សារបស់សិស្សធ្វើឲ្យអត្រាបោះបង់សិស្សទាបនិងអត្រាឡើងថ្នាក់របស់សិស្សខ្ពស់ស្មើនឹងថ្នាក់ជាតិសិស្សមានសមត្ថភាពស្របទៅនឹងកម្រិតថ្នាក់ជាតិដើម្បីបង្កើតបរិស្ថានសាលាសិក្សាមេត្រីធ្វើឲ្យសិស្សចង់រៀននិងផ្គត់ផ្គង់និងថែរក្សាសុវត្ថិភាពរបស់សិស្សចំណុចទី11បានអភិវឌ្ឍយុវជនដូចជាមានក្លឹបសិក្សាក្រុមសិក្សាយុវជនឬកុមារកសាងសកម្មភាពរបស់សិស្សកាយរិទ្ធឬកាកបាទក្រហមជាដើមគ្រូបង្រៀនដែលល្អគ្រូបង្រៀនដែលឆ្នើមជាកត្តាសំខាន់បំផុតដែលនាំឲ្យសាលាមានភាពរីកចម្រើនក៏ដូចជាមានឧត្តមានុវត្តចាអញ្ចឹងយើងដឹងថាគ្រូបង្រៀនដែលឆ្នើមគឺជាគ្រូបង្រៀនដែលបានធ្វើកិច្ចការចំនួន5ចំណុចធំសំខាន់ដែលមានដូចជាចំណុចសំខាន់ទី1គ្រូបង្រៀនដែលឆ្នើមជាគ្រូបង្រៀនម្នាក់ដែលខិតខំអភិវឌ្ឍគុណវុឌ្ឍិរបស់ខ្លួនបានន័យថាគាត់ជាគ្រូម្នាក់ដែលមានការសិក្សាស្វែងយល់ស្រាវជ្រាវទាំងជំនាញរឹងជំនាញទន់ទាំងផ្នែកភាសាទាំងផ្នែកទ្រឹស្ដីទាំងផ្នែកទំនាក់ទំនងភាសាជាតិភាសាអន្តរជាតិចាអញ្ចឹងគាត់ព្យាយាមអភិវឌ្ឍខ្លួនពីមួយជំហានទៅមួយជំហានដល់ពេលដែលគាត់ទទួលបានជំនាញទាំងអស់នេះហើយគាត់នឹងយកចំណេះជំនាញដែលគាត់បានចេះបានរៀនមកពីមុននោះទៅជួយអភិវឌ្ឍក៏ដូចជាជួយចែករំលែកបន្តទៅដល់សិស្សានុសិស្សគ្រូអ្នកគ្រូក៏ដូចជាគណៈគ្រប់គ្រងសាលារបស់គាត់ឲ្យមានភាពរីកចម្រើនទៅជាមួយគ្នាចំណុចសំខាន់ទី2គ្រូបង្រៀនដែលឆ្នើមជាគ្រូបង្រៀនម្នាក់ដែលមានបទពិសោធន៍ឬអតីតភាពការងារបានន័យថាគ្រូបង្រៀនដែលឆ្នើមបានត្រាតែគាត់មានបទពិសោធន៍ការងារយូរឆ្នាំគ្រូដែលមានបទពិសោធន៍ការងារច្រើនឆ្នាំជាគ្រូដែលបានស្វែងយល់ស៊ីជម្រៅពីសិស្សបានច្រើនគាត់ដឹងថាតើគួរបង្រៀនសិស្សដោយវិធីណាទើបសិស្សគួរបានលទ្ធផលល្អគាត់អាចចែករំលែកបទពិសោធន៍ល្អបទពិសោធន៍ដែលគាត់បានឆ្លងកាត់កន្លងមកទៅកាន់លោកគ្រូអ្នកគ្រូដែលបង្រៀនជាមួយគ្នាដើម្បីធ្វើយ៉ាងណាធ្វើឲ្យការសិក្សារបស់សិស្សដែលទទួលបានពីគ្រូចាមានលទ្ធផលល្អប្រសើរនិងរីកចម្រើនជាពិសេសនោះគឺគ្រូបង្រៀនដែលមានបទពិសោធន៍ហ្នឹងគឺគាត់យកចិត្តទុកដាក់នៅក្នុងការបង្រៀននិងរៀនចានៅក្នុងការជួយអភិវឌ្ឍសាលារៀនទាំងមូលបានឬសំខាន់ទី3គ្រូបង្រៀននៅឆ្នើមគឺជាគ្រូបង្រៀនម្នាក់ដែលមានស្នាដៃការងារចាអញ្ចឹងតើស្នាដៃការងារបែបណាគឺគាត់អាចកែប្រែសិស្សដែលរៀនយឺតទៅជារៀនមធ្យមទៅជារៀនពូកែអញ្ចឹងនៅពេលដែលគាត់មានស្នាដៃការងារល្អចាគាត់អាចជួយសិស្សលើកទឹកចិត្តសិស្សចាដែលជួបវិបត្តិទាំងផ្នែកសង្គមនិងផ្នែកសេដ្ឋកិច្ចឲ្យបន្តការសិក្សាបានចាគាត់តែងតែមានតេស្តស្តង់ដារជាប្រចាំទៅកាន់សិស្សរបស់គាត់ចាគាត់តែងសម្រេចបានតាមកិច្ចតែងការបង្រៀនចាគាត់មានរបាយការណ៍បង្រៀនអភិវឌ្ឍឡើងជាលំដាប់ជាពិសេសគឺគាត់ចូលរួមគ្រប់សកម្មភាពរបស់សាលាជាមួយគ្រូក៏ដូចជាជាមួយគណៈគ្រប់គ្រងនិងសហគមន៍ចានេះគេហៅថាស្នាដៃគ្រូឆ្នើមចំណែកចំណុចសំខាន់ទី4គ្រូបង្រៀនដែលឆ្នើមគឺផ្ដោតទៅលើគុណផលការងារនិងលទ្ធផលសិក្សារបស់សិស្សត្រង់នេះបានន័យថាគ្រូបង្រៀនដែលឆ្នើមគាត់តែងតែមានបំណែកចែកកម្មវិធីសិក្សាប្រចាំថ្ងៃច្បាស់លាស់មុននឹងពេលបង្រៀនគាត់តែងធ្វើផែនការបង្រៀនប្រមូលទិន្នន័យបង្កើតទ្រឹស្ដីបញ្ញត្តិរូបមន្តក្បួនគំនិតហ្វឹកហាត់ចំណោទសំណួរផ្សេងក៏ដូចជាផ្ដល់ព័ត៌មានត្រឡប់ទៅដល់សិស្សានុសិស្សក៏ដូចជាគណៈគ្រប់គ្រងសាលាទាំងមូលចាជាចុងក្រោយចំណុចសំខាន់ទី5របស់យើងគឺគ្រូបង្រៀនដែលឆ្នើមគឺគ្រូបង្រៀនម្នាក់ដែលគោរពប្រតិបត្តិវិជ្ជាជីវៈបានត្រឹមត្រូវបានន័យថាគាត់មានសីលធម៌សុជីវធម៌
ពីគ្រូបង្រៀនបានត្រឹមត្រូវមិនប្រព្រឹត្តឆ្គាំឆ្គងអំពើពាលីអាវ៉ាសាយណាមួយឡើយគឺគាត់យកចិត្តទុកដាក់នៅក្នុងការបង្រៀនតាយកចិត្តទុកដាក់នៅក្នុងមុខវិជ្ជាជីវៈរបស់ខ្លួនបានត្រឹមត្រូវ ខ្ញុំសូមលើកយកនៅអំណាចទី2ដែលលើកឡើងថានយោបាយល្អគ្រូឆ្នើមបានចូលរួមចំណែកធ្វើឲ្យសាលាមានការអភិវឌ្ឍគ្រប់ផ្នែកដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀនមានដូចជាផ្លូវរបងសាលារៀនសួនច្បារនិងបន្ទប់សិក្សាជាដើមទន្ទឹមនឹងនេះផងដែរក៏មានការអប់រំទូន្មានព្រានប្រដៅទៅដល់អរិយាបថអាកប្បកិរិយារបស់សិស្សានុសិស្សឲ្យមានសិលធម៌សុជីវធម៌ចេះគោរពចាស់ទុំលោកគ្រូអ្នកគ្រូព្រមទាំងចេះគោរពនៅវិន័យរបស់សាលារៀនឲ្យមានសណ្ដាប់ធ្នាប់ល្អរបៀបរៀបរយទាំងនៅក្នុងថ្នាក់ក្នុងសាលានិងនៅក្នុងសង្គមចំពោះផ្នែកសុខាភិបាលវិញមានការចាត់ចែងរៀបចំនិងយកចិត្តទុកដាក់ទៅដល់សុខភាពរបស់សិស្សានុសិស្សតាមរយៈការបង្កើតឲ្យមានអនាម័យថ្នាក់រៀនបន្ទប់ទឹកស្អាតព្រមទាំងបរិស្ថានប្រកបទៅដោយផាសុកភាពជាពិសេសជាងនេះទៅទៀតនោះនយោបាយល្អគ្រូឆ្នើមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សានុសិស្សឲ្យទទួលបានលទ្ធផលល្អនៅក្នុងការសិក្សាដោយផ្សារភ្ជាប់ទៅនឹងបច្ចេកទេស Digital ស្របតាមការរីកចម្រើនរបស់សង្គមថែមទៀតផងដើម្បីឲ្យកាន់តែច្បាស់បើយើងក៏លេចទៅមើលសាលាវិទ្យាល័យពួកដែលដឹកនាំទៅដោយលោកនាយកអានលំខេងយើងឃើញថាលោកបានខ្នស់ខ្នែងខិតខំរៀបចំចាត់ចែងរហូតដល់មានការកសាងនៅរបងសាលារៀនផ្លូវបេតុងខ្លងទ្វារសួនច្បារនិងរូបសំណាកជាដើមមិនតែប៉ុណ្ណោះលោកបានយកចិត្តទុកដាក់ទៅដល់ការសម្អាតទៅលើបរិស្ថានជាប្រចាំរាល់ថ្ងៃតាមរយៈការបង្កើតឲ្យមានវេនសម្អាតនិងមានគ្រូវិន័យច្បាស់លាស់ម្យ៉ាងវិញទៀតបើយោងតាមសម្ដីរបស់លោកនាយកផ្ទាល់គាត់នៅតែបន្តអភិវឌ្ឍសាលារៀនរបស់គាត់ដោយពង្រឹងទៅលើវិសាលភាពវិទ្យាល័យពួកឲ្យកាន់តែល្អប្រសើរជាងនេះទៅទៀតដោយផ្ដោតទៅលើហេដ្ឋារចនាសម្ព័ន្ធបរិស្ថានវិន័យសិលធម៌ជាពិសេសនោះគឺការបង្រៀននិងរៀនជារួមមកនយោបាយល្អគ្រូឆ្នើមត្រូវមានលក្ខណៈសម្បត្តិវិជ្ជាសម្បត្តិអរិយាសម្បត្តិទំនាក់ទំនងល្អស្វ័យវាតម្លៃជាប្រចាំសហការល្អមនសិការវិជ្ជាជីវៈសិលធម៌វិជ្ជាជីវៈគំនិតបង្កើតថ្មីមានចក្ខុវិស័យទិសដៅនិងចេះប្រើប្រាស់ប្រព័ន្ធ Digital បានយ៉ាងទូលំទូលាយទើបធ្វើឲ្យសាលាមានឧត្តមានុវត្តន៍ដូច្នេះក្នុងនាមយើងជាគរុនិស្សិតចំនួនក្រោយជាអ្នកបន្តវេនក៏បីបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនស្វ័យសិក្សារៀនសូត្រជាប្រចាំត្រូវចេះបំណិន Digital ធ្វើយ៉ាងណាឲ្យសាលារៀនសង្គមមានការអភិវឌ្ឍលើគ្រប់វិស័យស្របទៅតាមបំណិនសតវត្សទី21សូមអរគុណសម្រាប់ការតាមដានទស្សនាយ៉ាងយកចិត្តទុកដាក់សង្ឃឹមថាវីដេអូនេះនឹងបានជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាមួយវិញទៀតក៏សូមធ្វើការខន្តីអភ័យទោសសម្រាប់ការបកស្រាយរបស់ក្រុមយើងខ្ញុំប្រសិនបើមានការខ្វះខាតលើសលួសខុសឆ្គងត្រង់ប្រការណាមួយសូមធ្វើការរិះគន់ក្នុងន័យស្ថាបនាសូមអរគុណ